សួស្តីជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះតនេក៏ដើរទៅក្រៅផ្ទះក៏បងប្អូនទាំងអស់គ្នាឃើញធុងម៉ែក៏ຕົកចោលហើយធុងនឹងវាខូចហើយបងប្អូនហើយវាចាស់ហើយក៏ធ្លុះក្តិតក៏យើងយកមកឆ្នៃដាំគ្រើងបងប្អូនទាំងអស់គ្នាអានេះយើងកាប់ដីហើយកាប់ដីដាក់អង្គរស្វាយបងប្អូនដីខ្ញុំយកកន្លែងអង្គរស្វាយដោយសារដីកន្លែងនឹងវាផលហើយសូម្បីតែដាំស្វាយក៏ផ្លែល្អដែរក៏ចឹងហើយកាប់ដីកន្លែងហ្នឹងដើម្បីយកទៅដាំគ្រើងហើយនេះគឺយើងវីដីឲ្យស្មើបងប្អូនទាំងអស់គ្នាដីហ្នឹងគឺយើងអត់មានលាយជីលាយអីទេយើងកាប់ដាក់ធុងហើយក៏វីវាឲ្យស្មើទៅបងប្អូនទាំងអស់គ្នាយើងវីចុះវីឡើងទៅអាដីណាធំក៏យើងវាយបំបែកយកចោលទៅណាហើយនេះជីគ្រឿងដែលខ្ញុំដាំបងប្អូនទាំងអស់គ្នាគឺគ្រឿងធ្វើត្រីបងប្អូនទាំងអស់គ្នាបើសិនជាឈ្មោះមួយទេគេហៅថាជីចាប់ផ្កាហើយនេះគឺជាកូនខាត់ណាដែលខ្ញុំបានបណ្ដុះសាបហើយបងប្អូនដុះបានប៉ុណ្ណាឯងចាប់ដើមចេញប្លុកស្លឹកខៀវហើយបងប្អូនទាំងអស់គ្នាហើយវីដេអូចុងក្រោយនេះខ្ញុំចង់ឲ្យបងប្អូនមើលហើយនេះគឺជាណែស្លឹកម្រះព្រៅបងប្អូនវាងាប់អស់ហើយតែវាដុះមកទៀតណាគ្រឿបវាបងប្អូនបាយជម្រាបលា